អ្នកនរគ្នាដឹងអត់ខុសសងមិនមែនជាបោះបារាំងទេងាប់ទៅចឹងខ្ញុំត្រូវបានគេកុហកតាំងពីទូចមករហូតនេះទៅដល់នៅស្រុកបារាំងហើយនៅតែគិតថាក្រសងនឹងជាបោះបារាំងណាស្វាគមន៍មកកាន់ episode all about food គ្រប់យ៉ាងអំពីម្ហូបកំឡុងឆ្នាំ1600គឺមានប្រទេសមួយឈ្មោះថា Ottoman Empire ហើយប្រទេសនោះគឺគាត់ដើរឈ្លានពានគេគ្រប់ទាំងអស់តែម្ដងឥឡូវហ្នឹងគឺអាចនិយាយបានថាគាត់ជាប្រទេសទូគីដោយសារតែប្រទេស Ottoman Empire ហ្នឹងមានអំណាចខ្លាំងមែនទែនចឹងប្រទេសមួយគឺគេចាប់ដើមសាងសង់ជញ្ជាំងដើម្បីការពារការឈ្លានពានរបស់គាត់ដូចគ្នាដែរពីក្រុងវៀតណាមប្រទេសអូស្ត្រាហ្នឹងក៏គាត់មានជញ្ជាំងដែរហើយនៅក្នុងជុំវិញជញ្ជាំងហ្នឹងគឺមានការលុំព័ទ្ធទៅដោយទាហានឬក៏អ្នកដែលស្ម័គ្រចិត្តដើម្បីការពារព្រំដែនហ្នឹងអេលីយ៉ាហ្នឹងគឺគាត់ធ្វើការនៅខាងក្រោមដីរបស់ហាងនំ bakery មួយយប់មួយពេលដែលគេកំពុងតែគេងលក់ស្កប់ស្កល់ទាំងអស់គ្នាហ្នឹងអេលីយ៉ាបានឮសំឡេងមួយហើយសំឡេងហ្នឹងក៏ពិតបានចេញមកពីប្រទេស Ottoman Empire ហ្នឹងគឺគាត់បានឈ្លានពានទៅដល់ប្រទេសអូស្ត្រាហ្នឹងគឺគាត់បានជីករូងក្រោមដីដើម្បីចង់ចូលឈ្លានពានប្រទេសនោះនៅពេលយប់តែអេលីយ៉ាហ្នឹងបានឮសូរសំឡេងហ្នឹងភ្លាមគាត់បានក្រោកទៅប្រាប់គេគ្រប់គ្នាទាំងអស់ថាមានការឈ្លានពានហើយពីប្រទេស Ottoman Empire ឬក៏ប្រទេសទូគីហើយគេក៏បានងើបឆាវឡោកំទេចចោលនៅអាផ្លូវក្រោមដីដែលពួក Ottoman វាបានជីកហ្នឹងណាហើយទីក្រុងនោះក៏បានទទួលសមត្ថភាពទៅអញ្ចឹងហើយនេះដើម្បីអបអរសាទរនៅជ័យជំនះអេលីយ៉ាគឺគាត់បានទទួលនៅការនឹងធ្វើនំមួយដែលបញ្ជាក់ពីសញ្ញានៃការជោគជ័យរបស់ទីក្រុងហ្នឹងហើយអ្នកនរគ្នាស្គាល់ថាទង់ជាតិរបស់ Ottoman ឬក៏ប្រទេសទូគីនេះយ៉ាងម៉េចអត់ជាទង់ជាតិមួយដែលមានរូបព្រះច័ន្ទរូបព្រះច័ន្ទហ្នឹងភាសាបារាំងគេហៅថា croissant ភាសាអង់គ្លេសវិញគឺ crescent អ្នកនរគ្នាចង់ចាំថានំ croissant នេះគឺមិនមែនមានដើមកំណើតនៅប្រទេសបារាំងទេគឺមានដើមកំណើតនៅប្រទេសអូស្ត្រាវានំមួយដែលតំណាងឲ្យភាពជោគជ័យហើយនឹងការតស៊ូប៉ុន្តែហេតុបីបាននំហ្នឹងបាត់ល្បីនៅប្រទេសបារាំងមកម៉េចប្រហែលជាដល់20ឆ្នាំក្រោយមកព្រះនាងរបស់ប្រទេសអូស្ត្រាឈ្មោះ Marie Antoinette ហ្នឹងគាត់បានយកនំហ្នឹងទៅប្រទេសបារាំងដោយសារគាត់បានទៅការជាមួយនឹងស្ដេចបារាំងគាត់នឹកម្ហូបនៅស្រុកកំណើតគាត់ខ្លាំងមែនតើអ្វីដែលនឹកខ្លាំងជាងគេហ្នឹងគឺនំ croissant នឹងឯងហើយនាងក៏បានបញ្ជាឲ្យចុងភៅនៅក្នុងព្រះរាជវាំងហ្នឹងឲ្យគាត់ដុតនំ croissant ហ្នឹងឲ្យវាទៅជាស្រួយហើយឡើងពណ៌មាសហើយមានក្លិនឈ្ងុយមែនតើសិនជាមានអ្នកគេសួរថា croissant មកពីប្រទេសណាកុំឆ្លើយខុសទៀតណា